មួយពាក្យគាត់គឺស្រួយឆ្ងាញ់បានស៊ីងជួយខ្ញុំផងផ្ទះខ្ញុំរៀបចំឲ្យទៅមើលប្រុសតកូខ្ញុំមិនទៅដាច់ខាតនាងសម្លាញ់ជួយខ្ញុំផងទៅជំនួសខ្ញុំធ្វើម៉េចឲ្យគេរត់ចោលសម្រាប់ការខ្ញុំនឹងចិញ្ចឹមហត់ផឹកឯងមួយខែពេញផ្ញើអាសៀឋានមកគូដណ្ដឹងរបស់នាងមានការបន្ទោសខ្ញុំជាបងជីដូនមួយរបស់គាត់ឈ្មោះ David សុំទោសផងមិនអីទេចុះខ្ញុំកុំហូបហើយណាលោកគូហើយអ្វីមិនញ៉ាំសាច់គោទុកយូរវាខូចរសជាតិហើយកុំប្រាប់ណាថាលោកខ្លាចខ្ញុំញ៉ាំច្រើនពេកអ្នកញ៉ាំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាម្ហូបនឹងឆ្ងាញ់តាំងពីតូចមកមានមនុស្សប៉ុន្មានអ្នកដែលមើលងាយខ្ញុំពេលខ្ញុំញ៉ាំគាត់ពិតជាប្រើក្រសែភ្នែកបែបនេះនិយាយពាក្យនេះមែនលើកក្រោយពេលអ្នកទៅសារកំហុសថ្មីឲ្យខ្ញុំទៅផងនេះមិនមែនតាមផែនការដែលក្រុងទុកទេមែនទេការមើលមុខគូដណ្ដឹងមិនបានជួបគ្នាចាត់ទុកថាការងារការញ៉ាំអាហារនេះមិនក៏មិនដូចក្នុងគម្រោងសោះលោកអនុប្រធានជាធម្មតាលោកញ៉ាំអីដែរដើម្បីឲ្យរាងកាយដំណើរការបានប៉ុណ្ណោះលោកជាមនុស្សយន្តមែនទេមិនមែនទេបើអញ្ចឹងគឺលោកកំពុងតែខ្ជិះជីរសជាតិអាហារហើយការញ៉ាំអាហារគឺជាអ្វីដែលគួរឲ្យរងចាំបំផុតក្នុងមួយយប់ដឹងទេថ្ងៃដែលហត់នឿយខ្លាំងគ្រាន់តែបានញ៉ាំគុយទាវក្តៅមួយចានក៏អាចធ្វើឲ្យអារម្មណ៍ធូរស្រាលនោះគឺជាការលួងលោមខ្លួនឯងចុងក្រោយពេលដែលលោកញ៉ាំសាច់គោមួយដុំនោះពេលដែលខ្លាញ់រលាយក្នុងមាត់នោះមិនមែនគ្រាន់តែដើម្បីឲ្យរាងកាយដំណើរគេហៅថាការរស់នៅអារម្មណ៍ដែលអ្នកនិយាយនោះខ្ញុំមិនសូវចាំទេចុះលោកនេះគួរឲ្យអាណិតណាស់លោកត្រូវការអ្នកជំនាញខាងញ៉ាំដូចខ្ញុំដើម្បីនាំលោកឲ្យស្គាល់ពិភពលោកនេះឡើងវិញតើដៃគូហូបបាយមានន័យថាមិត្តភក្តិដែលដើរហូបរបស់ឆ្ងាញ់ជាមួយគ្នាគ្មានគោលបំណងអ្វីផ្សេងគឺគ្រាន់តែផ្ដោតលើការហូបបាយឲ្យឆ្ងាញ់ប៉ុណ្ណោះស្ដាប់ទៅមិនអាក្រក់ទេអញ្ចឹងសូមវិច្ឆេទមួយមកដល់មុខខាងចាំអ្នកហើយឡានចុះពេញមួយផ្លូវនេះខ្ញុំជាអ្នកនិយាយគាត់ជាអ្នកស្ដាប់រហូតតើនេះហៅថាបំពេញភារកិច្ចរួចរាល់មែនទេដាក់ឈ្មោះក្នុងទំនាក់ទំនងថាម្ចាស់ឧបត្ថម្ភចុះម្ចាស់ឧបត្ថម្ភថ្ងៃនេះអ្នកចំណាយលុយច្រើនណាស់ឈ្មោះនេះស័ក្តិសមនឹងអ្នកណាស់ចាំសិនអ្នកដាក់ឈ្មោះរួចហើយមែនទេនេះជាងារដែលអ្នកណែនាំខ្លួនឯងមែនទេអ្នកធ្វើការលឿនជាងខ្ញុំទៀតវាជាបញ្ហានៃប្រសិទ្ធភាពការងារចុះហេតុអ្វីមិនដាក់ថាអ្នកស៊ីជូរទៅវាមិនសូវត្រឹមត្រូវទេពេលអ្នកហូបបាយធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាអាហារនោះឆ្ងាញ់ណាស់នោះសេចក្ដីថ្ងៃនេះគឺនាំចូលពីយូណានក្នុងប្រទេសដោយលោកហាស៊ីដាចុះបើថ្ងៃក្រោយខ្ញុំអញ្ជើញអ្នកហូបបាយទៀតតើឈ្មោះម្ចាស់ឧបត្ថម្ភនេះនៅដែរទេប្រយោគនេះមានអ្វីចម្លែកមែនទេខ្ញុំគ្រាន់តែអូបផ្សិតនោះមកពីយូណានមែនទេវាជាផ្សិតព្រៃឬផ្សិតដាំផ្សិតព្រៃមួយឆ្នាំប្រមូលផលបានតែខែកណ្ដាប់ប៉ុណ្ណោះថ្ងៃក្រោយចាំហូបទាត្រីស៊ូស្ដីស៊ូវ៉ាន់ស៊ីងភ្លេចទៅចុះសំនឹងឈ្មោះមែនបងស្រីភារកិច្ចសម្រេចហើយយប់នេះខ្ញុំហូបអាហារជប៉ុនអស់ជាច្រើនមុខលោកគូមិនបានប៉ះពាល់ម្ហូបទេហើយខ្ញុំក៏មិនបានធ្វើតាមចិត្តគាត់មិនដែលបង្ហាញកាយវិការស្អប់ខ្ពើមខ្ញុំសំបីបន្តិចគាត់និយាយថាការឃើញខ្ញុំហូបធ្វើឲ្យអាហារមើលទៅឆ្ងាញ់ចុះគាត់មាននិយាយថាចង់ជួបអ្នកទៀតទេមានប៉ុន្តែប្រហែលជាគាត់និយាយលេងទេដឹងអ្នកដែលទើបតែស្គាល់គ្នាថ្មីបែបនេះមិនដែលចេះនិយាយពាក្យសម្ដីគួរសម្ដាក់គ្នាឡើយស៊ូវ៉ាន់ស៊ីងអ្នកបានបន្ថែមវិឆ័យរបស់គូយ៉ាងសិនហើយបាត់ចុះមិនវិញគាត់ជាស៊ីអ៊ីអូក្រុមហ៊ុនធំជាបរិះមានដែលល្អបំផុតមិនតាមទៅទៀតរងចាំអីទៀតជាមនុស្សកម្រិតខ្ពស់ណាស់ចំណែកខ្ញុំជាអ្នកឡាយញ៉ាំអាហារដែលដណ្ដើមជើងមាន់ជាមួយគេរាល់គ្រាន់តែជាដៃគូញ៉ាំអាហារសិក្សាយកទេរវាងប្រុសស្រីមានដៃគូញ៉ាំអាហារសិក្សាថែណាទៅម៉ោងប៉ុន្មានហើយស៊ូវ៉ាន់ស៊ីងម្សិលមិញអ្នកឆ្លើយតបខ្ញុំតែពីរម៉ាត់ប៉ុណ្ណោះធ្វើឲ្យខ្ញុំដេកមិនលក់ពេញអ្នកដឹងទេថាគូយ៉ាងសិនជាមនុស្សកម្រិតណាគ្រាន់តែទៅភ្លក់ម្ហូបសោះភ្លក់ម្ហូបនៅហាងស៊ុបអ្នកហៅវាថាគ្រាន់តែភ្លក់ម្ហូបនឹងមែនស៊ូវ៉ាន់ស៊ីងថ្ងៃនេះត្រូវសម្ដែងឲ្យល្អបើបណ្ដោយឲ្យឱកាសនេះរបបទៅខ្ញុំមិនលើកលែងឲ្យទេក្លិននេះជាគ្រឿងស្រស់ព្រឹកមិញពិតមែនហាងនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកោខែក្រោយនឹងបើកដំណើរចង់ឲ្យអ្នកជំនាញខាងញ៉ាំមកដល់យោបល់ដូច្នេះថ្ងៃនេះគឺជាការអញ្ជើញបែបអាជីពមែនទេមិនញ៉ាំទុកចាំពេលក្រោយរបស់ល្អពិតប្រាកដត្រូវទុកពោះឲ្យទំនេរមិនអាចញ៉ាំឲ្យតែរួចជាការគោរពចំពោះអាហារក៏ដូចជាគោរពខ្លួនឯងអាហារសមនឹងទទួលបានការយកចិត្តទុកដាក់បែបនេះពិតមែនហើយរាល់ពេលដែលញ៉ាំអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាជីវិតនេះពិតជាមានន័យបានក្លិនទេនេះហើយទើបជារសជាតិពិតផ្សិតសង្រងនេះធ្វើបានល្អណាស់មិនលាងសម្អាតខ្លាំងពេកទេក្លិននៅជាប់ល្អណាស់ចុងភៅម្នាក់នេះចេះការងារចំណិតនេះហាក់មិនសូវចូលជាតិសោះគួរតែហាន់ស្ដាងជាងនេះកំពុងពិនិត្យរសជាតិទឹកស៊ុបពិតមែនវាមាន3ដំណាក់កាលទឹកទី1គឺស្រាលទឹកទី2គឺខាប់ទឹកចុងក្រោយគឺផ្អែមភ្លើងត្រូវតែថេក្លិនក្រអូបបែបនេះមិនអាចប្រើភ្លើងខ្លាំងពេកទេកាលពីមុនអ្នកមិនសូវញ៉ាំអីមែនទេមានពេលមួយសម្រាប់ខ្ញុំអាហារមិនខុសគ្នាទេការញ៉ាំគ្រាន់តែជាកិច្ចការមួយដែលត្រូវបំពេញរឿងនឹងយូរហើយមែនទេមែនឥឡូវខុសគ្នាហើយលោកគោខ្ញុំអាចឡាយនៅទីនេះបានទេសម្រាប់ហាងនេះនិងអាហារពេលនេះជួយផ្សព្វផ្សាយឲ្យហាងមុនថ្ងៃបាត់ដំណើរការប្រើបានតើសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះវ៉ាន់ឆេនមកសាកល្បងហាងថ្មីជូនហាងស៊ុបសិតព្រៃដែលមិនទាន់បាត់ដំណើរការជាផ្លូវការសិតម៉ាស៊ីតិកនេះសាច់ក្រាស់ណាស់វាស្រូបយករសជាតិស៊ុបមាន់បានយ៉ាងល្អញ៉ាំមួយម៉ាត់គឺឆ្ងាញ់ដល់បេះដូងតែម្ដងអូននេះនៅធ្វើមុខកញ្ញើពិនិត្យមើលផ្សិតចុះឥឡូវមិនក៏ផ្លែម្លេះដៃអ្នកណាគេនឹងស្អាតម្លេះអ្នកណាអង្គុយក្បែរនឹងហើយគាត់មកបង្ហាញមុខបន្តិចមកព្រោះគាត់ស្អាតកុំតន់អាប៉ៃអារម្មណ៍ថ្ងៃនេះយើងមកញ៉ាំផ្សិតទេមើលផ្សិតនេះចុះរលងទន់គួរឲ្យចង់ញ៉ាំណាស់មិនមើលផ្សិតទេយើងចង់មើលប្រុសស្អាតចាប់បង្ហាញមុខប្រុសសង្ហានៅទល់មុខនឹងមកចប់ហើយធ្វើមិនទៅមិញហ្នឹងគឺបុគ្គលិកទេគាត់មកជួយបន្ថែមទឹកស៊ុបឲ្យកុំគិតច្រើនពេកយើងបន្តទៀតឆ្ងាញ់ខ្លាំងណាស់អ្នកទាំងអស់គ្នាផ្សិតនេះទន់រលងមែនពេលឲ្យមុខមាត់សង្ហាខ្លាំងម្លេះស្រឡាញ់គ្នាទៅស្រឡាញ់គ្នាទៅសួស្ដីអ្នកទាំងអស់គ្នានេះគឺជាដៃគូញ៉ាំអាហាររបស់ខ្ញុំមើលកែភ្នែកគាត់ទៅដូចជាមើលមនុស្សស្រីដែលគាត់ស្រឡាញ់អញ្ចឹងអូខេការថតថ្ងៃនេះចប់ត្រឹមនេះបាយបាយដៃគូញ៉ាំអាហារមែនហើយចុះមានបញ្ហាអីមែនទេអ្នកមិញនេះអ្នកចូលមកចិត្តខ្ញុំធ្វើអីមិនមែនអ្នកនិយាយថាព្រោះខ្ញុំស្អាតទេគាត់នៅចាំទៀតហើយថែមទាំងយកមកនិយាយទៀតខ្ញុំចង់តែលោតចូលក្នុងឆ្នាំងស៊ុបនេះទេគ្រាន់តែជាដៃគូញ៉ាំអាហារយើងគ្រាន់តែជាមិត្តដែលមកញ៉ាំបាយជាមួយគ្នាម្យ៉ាងទៀតអ្នកជាស៊ីអ៊ីអូក្រុមហ៊ុនធំចំណែកខ្ញុំគ្រាន់តែជាអ្នកថតវីដេអូញ៉ាំអាហារយើងមិនមែនជាមនុស្សក្នុងពិភពតែមួយទេរឿងនេះច្បាស់ណាស់អ្នកណាត់ហានេះមិនមែនជារឿងធម្មតាទេអ្នកមើលខ្លួនឯងហើយមើលមកខ្ញុំមើលអ្នកខ្ញុំគិតថាអ្នកល្អណាស់អ្វីដែលហៅថាអ្នកល្អណាស់គាត់ដឹងខ្លួនទេថាគាត់កំពុងនិយាយអ្វីដងខ្ញុំឲ្យអ្នកនិយាយមែនទេអ្នកគិតថាមិនដែរ
លើកក្រោយខ្ញុំនឹងនាំអ្នកទៅញ៉ាំស៊ុបហឹកគាត់និយាយថាលើកក្រោយគាត់យល់ព្រមដោយធម្មជាតិថាវានឹងមានលើកក្រោយទៀតចាស់គីយ៉ាងចិនអ្នកធ្វើមុខបែបនេះមានន័យថាម៉េចអ្នកចង់និយាយពីអ្វីឲ្យប្រាកដស៊ូវ៉ាន់សេងចិត្តត្រជាក់សិនណាតើអ្នកញ៉ាំអីមិនបានខ្លះទេដូចជាពូវៀនឬគូជុកខ្ញុំញ៉ាំបានទាំងអស់ចឹងផ្ញើលើអ្នកហើយចាំណាជ្រលក់ចុះឡើងបើលើ1វិនាទីគឺឆ្អិនពេកហើយបើតិចជាង1វិនាទីគឺឆៅពេកសាក់មើលយ៉ាងម៉េចដែរល្អណាស់បែបនឹងឯងអ្នកមានទេពកោសល្យណាស់ពេលគាត់ញ៉ាំមើលទៅបែបនេះសោះស៊ូវ៉ាន់សេងឲ្យខ្ញុំមិនចង់ត្រឹមតែជាអ្នករៀបចំអាហារឲ្យអ្នកទេខ្ញុំក៏សរសើរអ្នកហើយក៏ស្រឡាញ់អ្នកដែរតើអ្នកព្រមធ្វើជាសង្សារខ្ញុំទេចាស់មើលគ្រប់ហើយមើលភ្លើងតាមផ្លូវវិញភ្លើងនៅខាងឆ្វេងដៃអ្នកទេអ្នកមិនខ្លាចខ្ញុំញ៉ាំរហូតដល់អ្នកប្រទេសខ្ញុំសិក្សាពីចំណងអាហារអ្នកហើយខ្ញុំចិញ្ចឹមអ្នកបានចាំបន្តិចខ្លាចអ្នកឃ្លានពេលទៅដល់ផ្ទះអរគុណហើយត្រឡប់ទៅវិញចុះចាំសិនគេយ៉ាងចិននិយាយមែនទេគេយ៉ាងចិននៃក្រុមហ៊ុនកងឈ្មែនទេនិយាយតិចមកឈឺត្រចៀកអស់ហើយអ្នកត្រូវតែថតវីដេអូឲ្យបានភ្លឺការត្រូវរកកន្លែងដែលមានអត្ថន័យហើយត្រូវតែមានម្ហូបឆ្ងាញ់ដូចជា hot pot បែបឆុងមានអត្ថន័យហើយមានរបស់ញ៉ាំទៀតឥតខ្ចោះឆ្លើយតបលឿនណាស់មនុស្សម្នាក់នេះធម្មតាអ្នកប្រជុំក្រុមប្រឹក្សាភិបាលមិនមែនខ្លាំងណាស់ទេចុះពេលកាន់ទូរស័ព្ទថតវិញប្រឹក្សាភិបាលមិនត្រូវការអញ្ចឹងឥឡូវអ្នកមិនបាច់ញ៉ាំទេធ្វើខ្លួនធម្មតាទៅសួស្ដីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំសង្សាររបស់ខ្ញុំឲ្យស្គាល់ហើយអ្វីបានជាគេនិយាយបែបនេះខ្ញុំបែរជាភ័យទៅវិញកន្លែងនេះអាចកាត់ខ្លីបន្តិចក្រោយមកណែនាំអ្នកជំនាញអរគុណច្រើនណាស់អ្នកមិនខ្លាចគេដឹងរឿងនេះទេហេកម្រិតដូចអ្នកមិនមែនត្រូវលាក់បាំងរឿងស្នេហាទេហេខ្ញុំគ្មានអ្វីត្រូវលាក់បាំងទេវ៉ាន់សេងនិងគេយ៉ាងចិននឹងនៅជាមួយគ្នាជារៀងគូនេះស័ក្តិសមគ្នាណាស់ខ្ញុំគ្រប់គ្រងពេញទំហឹងប្រុសម្នាក់នេះលក្ខខណ្ឌល្អម្ល៉េះហើយអ្វីបានជាស្រឡាញ់មនុស្សថតម្នាក់នេះក៏ជាការសម្ដែងដើម្បីទាក់ទាញចំណាប់អារម្មណ៍ហើយនាងមិនមែនជាមនុស្សថតទេនាងគឺស៊ូវ៉ាន់សេងជាសង្សាររបស់ខ្ញុំស្រឡាញ់គាត់មិនពាក់ព័ន្ធនឹងទម្ងន់គាត់ទេសម្ដីរបស់អ្នកបង្ហាញថាអ្នកគិតខ្លីណាស់មើលសម្ដីនិងរបៀបសរសេរនេះចុះតាមពិតអ្នកមិនចាំបាច់តបមនុស្សទេខ្ញុំធ្លាប់ជួបពាក្យសម្ដីអាក្រក់ច្រើនហើយខ្ញុំសាំនឹងវាទៅហើយអ្នកសាំនឹងវាមិនមែនមានន័យថាវាត្រឹមត្រូវទេខ្ញុំមិនចង់ឲ្យអ្នកសាំនឹងរឿងមិនត្រឹមត្រូវទាំងនោះទេខ្ញុំមិនខ្វល់ថាអ្នកដទៃគិតយ៉ាងណាចំពោះខ្ញុំខ្វល់ខ្លាំងណាស់ថាអ្នកដទៃគិតយ៉ាងណាមាននរណាម្នាក់មានសិទ្ធិនិយាយបែបនេះដាក់អ្នកទេទោះជាអ្នកខ្វល់ឬមិនខ្វល់ក៏ដោយអរគុណណាថ្ងៃនេះចង់ញ៉ាំអីដែរអ្នកធ្វើឆ្ងាញ់ជាងនឹងទៅទៀតប្រកាសហើយហាងនេះប្រើភ្លើងមិនសូវល្អហើយខ្វះគ្រឿងផ្សំមួយមុខអ្នកដឹងទេថាគន្លឹះសំខាន់នៃសាច់ជ្រូកគឺអ្វីគឺការរំលឹងស្ករបើមិនចេះរំលឹងទេពោះវានឹងខ្មៅហើយមិនក្រអូបទេហើយត្រូវចេះមើលពេលរងាស់ទឹកខោខាប់ផងអ្នកកំពុងស្ដាប់ខ្ញុំទេបន្តទៀតមកខ្ញុំកំពុងស្ដាប់អ្នកដាក់ឈ្មោះខ្ញុំក្នុងទូរស័ព្ទថាអ្វីឈ្មោះនេះត្រូវតែដាក់ឲ្យចំអ្នកដឹងទេថាហេតុអ្វីត្រប់ហាងនេះឆ្ងាញ់គឺត្រូវបំពងឲ្យឆ្អិនល្អបើប្រេងមិនក្តៅខ្លាំងវាមិនទន់ឆ្ងាញ់ទេហាងខាងក្រៅទ្របវាជោគដោយប្រេងញ៉ាំទៅគុំតែមើលអីឆ្ងាញ់តើអ្នកបញ្ចុកឆ្ងាញ់ជាងប្រុសម្នាក់នេះនិយាយពាក្យបែបនេះដោយទឹកមុខធម្មតាបានម៉េចបេះដូងខ្ញុំលោតញាប់អស់ហើយចូលមកដល់ភ្លាមឃើញធ្វើមុខបែបនេះមានរឿងល្អអ្វីកាត់ឡើងមែនទេញឹមបិទមាត់មិនចិត្តហើយប្រាប់មកគាត់និយាយថាខ្ញុំបញ្ចុកឆ្ងាញ់ជាងអូយអែមល្ហែម្លេះនិយាយតិចទៅក្រែងលោអ្នកចិត្តខាងងឺយល់ហើយត្រេកអរណាស់អ្នកកំពុងធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយមិនមែនទេចុះជំហានបន្ទាប់របស់អ្នកតែមិនដឹងដែរទៅតាមដំណើរទៅចុះស្អែកមានហាងអាហារថ្មីបើកទៅសាឡបងទេបានតើទៅដើម្បីវិតម្លៃរសជាតិខ្ញុំដឹងហើយខ្ញុំនៅទីនេះទេកុំមកផ្អែមល្ហែមដាក់គ្នាចំពោះមុខខ្ញុំអីត្រីកបាល់នេះត្រូវរងាស់ភ្លើងតិច40នាទីទឹកស៊ុបត្រូវប្រើឆ្អឹងជ្រូកទៅខាងក្រៅធ្វើមិនបានរសជាតិអ្នកយល់ដឹងពីមុខម្ហូបនេះជាម្ចាស់ហាងទៅទៀតពិតប្រាកដហើយហើយឆ្ងាញ់មែនរបៀបដែលគាត់រីគុណម្ហូបដូចជាធ្លាប់ធ្វើម្ហូបញឹកញាប់អញ្ចឹងស្រាប់តែមានអារម្មណ៍ថាស្ងប់ចិត្តខ្លាំងណាស់ប៉ាម៉ាក់ខ្ញុំបានឃើញវីដេអូអូនហើយគាត់ពេញចិត្តខ្លាំងណាស់គាត់ចង់ជួបអូនចង់ឲ្យអូនទៅផ្ទះចុះបើខ្ញុំថតបែបនេះតើគាត់អាចទទួលយកបានទេឬមួយខ្ញុំគួរតែសម្របទម្ងន់សិនអ្វីដែលគាត់ស្រឡាញ់គឺអូនដូចក្នុងវីដេអូនោះឯងខ្ញុំមិនដែលគិតចង់ឲ្យអូនផ្លាស់ប្ដូរអ្វីទាំងអស់ចុះគាត់និយាយថាមិនខ្លះម៉ាក់ខ្ញុំគាត់ថាស្រីម្នាក់នេះពេលញ៉ាំអីមើលទៅស្រឡាញ់ជីវិតពិតប៉ាខ្ញុំគាត់ថាមើលទៅជាមនុស្សស្មោះត្រង់ចុះខ្ញុំត្រូវទិញអីទៅជូនគាត់នឹងសាក់លបងឲ្យម៉ាក់បងចូលចិត្តញ៉ាំផ្អែមឬប្រៃការដែលនាំអូនទៅផ្ទះគឺជាកាដូដ៏ល្អបំផុតសម្រាប់គាត់ហើយបើអញ្ចឹងខ្ញុំលែងបារម្ភហើយបងប្រកាសទេថាប៉ាម៉ាក់បងមិនស្អប់ខ្ញុំសូម្បីតែខ្ញុំក៏មិនស្អប់អូនដែរតើគាត់មានសិទ្ធិអីទៅស្អប់អូនហាហាថ្ងៃនេះខ្ញុំបានមើល live ឃើញហាងនោះមានឆ្អឹងជំនីជ្រូកជូរអូននិយាយត្រូវចំមុខម្ហូបថ្ងៃក្រោយយើងទៅញ៉ាំអីបានឥឡូវខ្ញុំដូចជាមនុស្សគ្មានវត្តមានអញ្ចឹងវ៉ាន់ស៊ីងមិត្តភក្តិដូចបងនេះពិបាករូបណាស់គ្រប់ភោជនីយដ្ឋានក្នុងក្រុមហ៊ុនខ្ញុំញ៉ាំដោយឥតគិតថ្លៃពេញមួយជីវិតខ្ញុំប្រកាសថាអ្នកទាំងពីរជាគូស្នេហ៍ដែលខ្ញុំស្រឡាញ់ជាងគេហាថ្ងៃដែលខ្ញុំទៅជួបប៉ាម៉ាក់បងខ្ញុំមិនចាំបាច់ផ្លាស់ប្ដូរអ្វីមែនទេខ្ញុំនាំអូនទៅផ្ទះព្រោះអូនគឺជាអូនមិនមែនឲ្យអូនខ្លាចជាអ្នកដទៃទេពាក្យសម្ដីនេះអ្នកណាជាអ្នកសរសេរនិយាយបានល្អណាស់មនុស្សដូចវ៉ាន់ស៊ីងត្រូវចេះថែរក្សាឲ្យល្អហាជូតមកទៅជូតមកសិនហាបានហើយបន្តទៀតទៅ
ចុះពាក្យសម្ដីរិះគន់ហេតុអ្វីបានជាបងមិនខ្វល់សោះមិនមែនមិនខ្វល់ទេគឺព្រោះតែមនុស្សដែលខ្ញុំខ្វល់គាត់ក៏ខ្វល់ពីខ្ញុំដែរដូច្នេះខ្ញុំមិនចាំបាច់ខ្វល់ពីមនុស្សដែលមិនសំខាន់ទាំងនោះទេបងម៉ានីបងត្រូវរៀនស្រឡាញ់ខ្លួនឯងសិនកុំដើម្បីតែកប់ចិត្តអ្នកដទៃរហូតធ្វើឲ្យខ្លួនឯងលំបាកវាអត់តម្លៃទេបានខ្ញុំចាំហើយនិយាយទៅក៏ត្រូវអរគុណបងជីដូនមួយដែលជាអ្នកសង្គមមិនមែនព្រោះតែគាត់រត់ចោលការទេក៏គ្មានថ្ងៃនេះដែរគាត់ក៏ជាមនុស្សល្អដែរមែនទេយប់នេះខ្ញុំចង់ប្រកាសនៅចំពោះមុខមនុស្សគ្រប់គ្នាខ្ញុំមានកាដូមួយជូនអូនមិនមែនគ្រឿងអលង្ការទេក៏មិនមែនអចលនទ្រព្យវាជាភាគហ៊ុន10នៃហាងស៊ុបរបស់បងចាប់ពីពេលនេះទៅវាជាកម្មសិទ្ធិរបស់អូនហើយអូបងនិយាយមែនទេអូនចូលចិត្តញ៉ាំអូនក៏មានសិទ្ធិសម្រេចចិត្តដែរថាតើគេគួរញ៉ាំអ្វីបើហេតុអ្វីបានជាបងរ៉ូមែនទិកម្លេះបងដឹងទេថាអូនងាយនឹងរំជួលចិត្តបងចង់តែតាមចិត្តអូនគ្រប់យ៉ាងលោកស្រីគូអរគុណបងសុភមង្គលថ្ងៃរៀបការណានិយាយមែនណាបើមិនមែនព្រោះអូនជីដូនមួយបងរត់ចោលទេក៏មិនមានថ្ងៃនេះដែរគេពិតជាអ្នកសង្គមយើងមែនគេជានរណាឲ្យពិតប្រាកដហេតុអ្វីបានជាគេបង្ខំឲ្យបងទៅជំនួសគេខ្លាចគេដឹងរឿងច្រើនពេកទើបគេឲ្យបងទៅរឿងវាមិនមែនតែប៉ុណ្្នឹងទេមែនទេចាំមានឱកាសបងនឹងប្រាប់អូននេះបងកំពុងដុតធ្យូងមែនទេសាច់គោថ្នាក់ខ្ពស់បងទើបតែបញ្ជីទិញមកព្រឹកមិញនេះបងដុតសាច់គោថ្លៃៗជាធ្យូងអស់ហើយបងបើកភ្លើងខ្លាំងម្លេះភ្លើងខ្លាំងឆ្អិនលឿនត្រូវតែរហ័សបងឲ្យការធ្វើម្ហូបមិនមែនដូចរកស៊ីរាប់រយលានទេខាងក្រៅខ្លោចខាងក្នុងនៅត្រជាក់នៅឡើយបងធ្លាប់ស្ងោរមីញ៉ាំទេអូយសាច់គោថ្លៃរបស់ខ្ញុំបងដឹងកំហុសហើយលើកក្រោយបងនឹងបើកភ្លើងតិចមិនបាច់ទេសាច់គោទាំងនោះគ្មានកំហុសទេជប់ធ្វើទៅចាំអូនជួយវិញរឿងលៀងបន្លែអូនធ្វើបានឈោត្រឹមនឹងបានហើយឈោឲ្យស្ងៀមទៅសាក់មើលទូមិនថ្លៃដោយសាច់គោបងតែឆ្ងាញ់ណាស់សុំទោសផងបងចង់ធ្វើម្ហូបឲ្យអូនតែបែរជាធ្វើខូចអស់មនុស្សម្នាក់មានជំនាញរៀនបងធ្វើម្ហូបអូនលាងចានយកព្រមតាមនឹងចុះនេះហើយជាជីវិតគូដែលអូនចង់បានពិតជាជំនាញរៀងខ្លួនមែនខ្ញុំទទួលខុសត្រូវរឿងថាអូនទទួលខុសត្រូវលាងចានចែកការងារគ្នាបែបនេះល្អទេព្រឹកដំបូងក្រោយរៀបការសាច់គោអូស្ត្រាលីថ្លៃជាដុំជុំគុយទាវស៊ុបពេងប៉ោះពីចានកំណត់ការងាររួចរាល់នេះប្រហែលជាភាពកក់ក្ដៅក្នុងគ្រួសារហើយ3នាទីហើយណាគាត់ឈរមុខម៉ាស៊ីនលាងចាន3នាទីហើយគាត់កំពុងធ្វើអីណាចុះកិច្ចសន្យាធំក៏មិនឃើញគាត់យកចិត្តទុកដាក់ខ្លាំងម្ល៉េះចុចខុសហើយបងចុចកំណត់ម៉ោងឲ្យវាធ្វើការម៉ោង6ព្រឹកស្អែកតើបងគ្រាន់តែចង់ឲ្យអូនភ្ញាក់ផ្អើលរបៀបប្រើធម្មតានេះចាំហើយអូនដឹងថាបងធ្វើដោយចិត្តណាបងគ្រាន់តែចង់ដឹងថាអូននឹងមកជួយបងអត់ចុះបើអូនមិនមកវិញអូននឹងមកបាត់តាមតែអូនថាចុះនាយកប្រតិបត្តិក្រុមហ៊ុនធំមួយតែប្រើម៉ាស៊ីនលាងចានមិនកើតនិយាយទៅអ្នកណាជឿលោកនាយកសាច់គោដែលបងអាំងក្លិននឹងខ្ញុំដាក់ចូលក្នុងម៉ាស៊ីនហើយជួយដាក់ម៉ាស្មុកខ្ញុំផងបានចាស់នឹងដាក់ឲ្យស្អាតបែបនេះបានទេមុខដាក់មកហើយតែត្រចៀកមិនទាន់ដាក់ទេលោកនាយកថ្ងៃនេះទើបដឹងថាកម្រិតខ្ពស់បំផុតរបស់អ្នកញ៉ាំអាហារមិនមែនអាស្រ័យលើខ្លួនឯងញ៉ាំឆ្ងាញ់ប៉ុណ្ណានោះទេគឺធ្វើឲ្យអ្នកដទៃញ៉ាំអាហារមានអារម្មណ៍ថាឆ្ងាញ់ដូចគ្នាដំណឹងពីតាំងខ្វាបានស៊ីងមើលព័ត៌មានល្បីភ្លាមទៅគេថាឯងញ៉ាំខ្លាញ់ខ្លាយវះកាត់ក្បាលពូកែសម្ផស្សគេថាឯងវះកាត់ខ្លាញ់ហើយនៅតែរក្សាទម្ងន់បានទៀតបើអីចឹងមែនគ្រូពេទ្យប្រហែលត្រូវគេដកអាជ្ញាបានហើយតាំងខ្វាខ្ញុំឃើញហើយអ្នកណាធ្វើបែបនេះគួរឲ្យស្អប់ណាស់មិនដឹងដែរតែវាជាល្បិចចាស់ទេឯងមិនអីទេមែនទេមិនអីទេកុំភ័យអីខ្ញុំដឹងពីរបៀបដោះស្រាយលើកមុនជារឿងអាក្រក់លើកនេះជាព័ត៌មានមិនល្អគឺគេចង់លេងខ្ញុំហើយបានមកដល់ហើយខ្ញុំត្រូវតែដឹងថាជានរណាមានរឿងអីបើខ្លួនឯងទៅមិនអីទេរឿងបែបនេះខ្ញុំជួបច្រើនហើយខ្ញុំនឹងដោះស្រាយវាចាំបន្តិចខ្ញុំទៅយកលុយសិនអរគុណដែលបានជួយដោះស្រាយរឿងអាក្រក់លើកមុនតែលើកនេះគេតម្រង់មកលើខ្ញុំមិនមែនមកលើពួកយើងទេលើកនេះទុកឲ្យខ្ញុំដោះស្រាយខ្ញុំមិនចង់ពឹងបងរហូតទេអូនចង់ធ្វើបែបណាមិនទាន់ដឹងច្បាស់ទេតែខ្ញុំក៏ជំនាញខាងមាត្រាវាប្រហែលតាមបណ្ដាញសង្គមខ្ញុំក៏ត្រូវការជំនួយប្រាប់បងភ្លាមណាចុះក្រុមមេធាវីបងទុកឲ្យអូនប្រាសិនទៅការលុបព័ត៌មានចោលគឺបង្ហាញថាអូនខ្លាចយល់ទេទោះបិទបាំងស្អាតប៉ុណ្ណាក៏គេរកឃើញដែរដល់ពេលនោះគេមិនមែនជែកពីរឿងពាក្យចាំអារ៉ាមទេតែគេនឹងជែកថាតើគ្រួសារអូនមានលក្ខបាំងអ្វីកណ្ដីខ្ញុំមានអ្នកតាមដានដល់ទៅ3លាននាក់ចំពោះពាក្យចាំអារ៉ាមធំដុំបែបនេះព្រោះតែមានមនុស្ស3លាននាក់កំពុងមើលទើបខ្ញុំមិនអាចប្រើអំណាចទៅសង្កត់គេបានខ្ញុំពឹងលើការពិតនេះជាដើមទុនតែមួយគត់របស់ខ្ញុំត្រូវប្រើការពិតដើម្បីបកស្រាយចុះផែនការរបស់អូនយ៉ាងម៉េចដែរទី1ខ្ញុំនឹងទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យធំយកលទ្ធផលដែលមានឯកសារត្រឹមត្រូវទី2ខ្ញុំនឹងឡាយញ៉ាំអាហារផ្ទាល់ដោយមិនកាត់មិនផាកឲ្យអ្នកទាំងអស់គ្នាឃើញផ្ទាល់ភ្នែកថាខ្ញុំញ៉ាំអស់ឲ្យគេឃើញថាខ្ញុំញ៉ាំឆ្អែតដល់កម្រិតណាអូនប្រកាសទេវាប្រហែលខ្ញុំចង់ឲ្យវាបែបអ្វីដែលមើលទៅមិនសំភ្នែកទើបជាការពិតរឿងពិនិត្យសុខភាពបងរៀបចំបងស្គាល់នាយកមន្ទីរពេទ្យនៅទីនោះបងធ្វើខ្លួនហាក់ដូចជាធំជាងនាយកមន្ទីរពេទ្យទៅទៀតបងនឹងទៅជាមួយអូនដោយសម្ងាត់នេះជាឱកាសល្អសម្រាប់បង្ហាញការពិតសុខភាពធម្មតា 32M គាត់មិនមែនជួយរកភស្តុតាងឲ្យខ្ញុំទេគាត់កំពុងបារម្ភពីសុខភាពខ្ញុំចុះរឿងខាងផ្នែកច្បាប់វិញបងឲ្យគេត្រៀមប្រមូលភស្តុតាងទុកសិនមិនទាន់ប្រើទេតែត្រៀមខ្លួនជានិច្ចទុកជាអាវុធសម្ងាត់ខ្ញុំដឹងថាអ្នកទាំងអស់គ្នាមកទីនេះដើម្បីអ្វីអញ្ចឹងយើងមកនិយាយឲ្យច្បាស់ទៅសុខភាពខ្ញុំធម្មតាថ្លើមខ្ញុំក៏ធម្មតាទាំងអស់លទ្ធផលពិនិត្យអង្គស៊ីមលំពេងធម្មតាទេគេថាខ្ញុំញ៉ាំខ្លាញ់មែនទេបើចង់ដឹងចាំមើលឲ្យពេញភ្នែកទៅគាត់ញ៉ាំមែនទេតើមើលទៅទំនងខ្លាំងណាស់ឃ្លានតាមបាត់សុំទោសផងណាឃើញហើយស្រស់ស្រាយអារម្មណ៍ខ្ញុំក៏ចង់ញ៉ាំបែបនេះដែរអ្នកមើលឡើងដល់1លានអ្នកហើយតើអ្នកណាជាអ្នកផ្ញើកាដូធំម្លេះ
ពេញអេក្រង់គេសួររកទាំងអស់ក្រុមច្បាប់របស់ក្រុមហ៊ុនបានផ្ញើលិខិតព្រមានទៅគ្រប់គ្នាហើយលិខិតមេធាវីនឹងទៅដល់រសៀលនេះបរិមាណអាហាររបស់ភរិយាខ្ញុំជាអ្នករៀបចំផ្ទាល់លោកប្រធានការពីប្រពន្ធហើយអរគុណបងដែលជួយធ្វើជាសាក្សីឲ្យអូនអ្នកមើលឈួតអស់ហើយខ្ញុំក៏ចិត្តឈួតដែរតែលើកនេះជារឿងល្អក្នុងខមមិនគេសរសើរថាបងជាអ្នកការពីប្រពន្ធលេខ1គេនៅតែគ្រប់គ្រងស៊ូវ៉ាន់សាច់អ្វីពួកគេមិនព្រមដេកទៀតខ្ញុំប្រាប់ថាផ្នែកច្បាប់ត្រៀមខ្លួនជានិច្ចខ្ញុំស្មានថាបងគ្រាន់តែជួយពីក្រោយមិននឹកស្មានថាបងចេញមុខផ្ទាល់បែបនេះញ៉ាំទឹកទៅឲ្យស្រួលបំពង់ក៏សារដែលបងផ្ញើក្នុងឡាយថ្ងៃធ្វើឲ្យក្រើកពេញបណ្ដាញសង្គមបងលិខិតមេធាវីបានផ្ញើទៅដល់រសៀលហៅអូនថាភរិយានៅមុខអ្នកមើលរាប់លានអ្នកចុះវាមិនមែនការពិតបងធ្វើឲ្យអូនខ្មាស់គេខ្លាំងណាស់វាក៏ជារឿងធម្មតាដែរបងដឹងទេថាអ្នកតាមដានអូនកាលឡើងប៉ុន្មានគេថាអូនជាអ្នកលេងបណ្ដាញសង្គមដែលខ្លាំងបំផុតភរិយារបស់ខ្ញុំខ្លាំងមែនចុងខែនេះមានពិធីខួប30ឆ្នាំរបស់ក្រុមហ៊ុនទៅចូលរួមជាមួយបងណាពិធីធំដុំដែលមានតែអ្នកចំនួនធំបែបនោះអូនជាភរិយារបស់បងការឈរនៅទីនោះគឺជាសិទ្ធិរបស់អូនពេលបងនិយាយពាក្យនេះវាស្ងប់ស្ងាត់ដូចពេលបងនិយាយថាវាជារឿងធម្មតាហាក់ដូចជាអូនស័ក្តិសមនឹងឈរនៅទីនោះមែននោះហើយគឺភរិយារបស់លោកប្រធានអ្នកលេងបណ្ដាញសង្គមល្បីឈ្មោះភ្នែករបស់លោកប្រធានពិតជាពិសេសមែនគាត់ដឹងខ្លួនហើយមិនអីទេខ្ញុំជាភរិយារបស់លោកប្រធានត្រៀមខ្លួនរួចរាល់សម្រាប់ពិធីជប់លៀងនេះហត់ជាងថតវីដេអូញ៉ាំអាហារទៅទៀតភរិយាលោកក៏ធ្វើជាអ្នកលក់អាហារតាមអនឡាញក៏ប្លែកម្យ៉ាងដែរឥទ្ធិពលរបស់ភរិយាខ្ញុំក្នុងវិស័យម្ហូបអាហារគឺខ្លាំងជាងថ្នាក់លើនិងការផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនទៅទៀតបើលោកស្រីមានពេលអាចចូលមើលបានណាគោយ៉ាងសិនល្មមបានហើយលោកនិយាយបែបនេះឈឺចាប់ជាងការជេរទៅទៀតទៅទីណាបានទាំងអស់មិនបាច់ចាំខ្ញុំទេលោកទៅចុះខ្ញុំរកអីញ៉ាំខ្លួនឯងបានចូលរងចាំកន្លះម៉ោងគឺដើម្បីតែរបស់នេះឯងកញ្ញាលីនល្បីឈ្មោះយូរហើយទាំងទឹកដុំសម្លេងនិងស្នាមញឹមនេះពាក្យថាល្បីឈ្មោះយូរហើយខាងក្រោយប្រកាសជាគ្មានរឿងល្អទេខ្ញុំបានឮដំណឹងលោកក៏បានរៀបការជាមួយភរិយាដែលមានបុគ្គលិកលក្ខណៈពិសេសម្នាក់ថ្ងៃនេះបានជួបផ្ទាល់ពិតជាពិសេសមែនការរចនាម៉ូដនេះត្រូវតែមានរាងស្អាតទើបស្លៀកទៅសមខ្ញុំស្គាល់ជាងកាត់ដេរម្នាក់លើកមុនគាត់កាត់ឲ្យខ្ញុំគឺសម្បត្តិខ្ចោះតែម្ដងយ៉ាងណាក៏ដោយក្នុងកម្មវិធីបែបនេះភាពសំសួននៃរោគគឺបង្ហាញពីការគោរពដល់ម្ចាស់ផ្ទះនំខេកនេះឆ្ងាញ់ណាស់មនុស្សម្នាក់នេះនិយាយច្រើនមែនពិតណាស់យ៉ាងសិននៅក្បែរខ្លួនដែលខ្វះស្អីស្អាតដែលចេះថែរក្សារាងឡើយម្នាក់សុទ្ធតែរៀបចំខ្លួនយ៉ាងផ្ចិតផ្ចង់មកដល់ហើយចង់ឃើញមុខពិតហើយគាត់គ្រាន់តែចង់ឃើញខ្ញុំភ័យស្លន់ស្លោកញ្ញាតើកញ្ញាដឹងទេថាហេតុអ្វីបានជានំខេកនេះឆ្ងាញ់មានន័យថាម៉េចកញ្ញាតើលើកចុងក្រោយដែលកញ្ញាញ៉ាំអាហារដោយសារតែគ្លៀនពិតប្រាកដហើយញ៉ាំដោយក្តីរីករាយនោះគឺនៅពេលណាមិនមែនអាហារដែលថតរូបដាក់កាមេរ៉ាមិនមែនអាហារដែលត្រូវគណនាកាឡូរីទៅភ្លាមញ៉ាំគឺគ្រាន់តែចង់ញ៉ាំធម្មតាខ្ញុំមិនយល់ថាអ្នកចង់និយាយពីអ្វីទេមិញកញ្ញានិយាយថារោគត្រូវតែសំសួនត្រូវតែថែរក្សារាងទាំងអស់នេះគឺដើម្បីខ្លួនឯងឬដើម្បីឲ្យអ្នកដទៃមើលស្រីពិតជាត្រូវតែយកចិត្តទុកដាក់លើរូបរាងពិតមែនប៉ុន្តែអ្វីដែលកញ្ញាខ្វល់មិនមែនជារូបរាងទេគឺក្រសែភ្នែករបស់អ្នកដទៃដែលកញ្ញាស្លៀកបែបនេះមិនមែនព្រោះកញ្ញាចូលចិត្តទេព្រោះអ្នកខ្លាចគេនិយាយពីអ្នកការរស់នៅតាមស្តង់ដារអ្នកដទៃពេញមួយជីវិតមិនខុសអីពីការដាក់នោះជាប់ខ្លួននោះទេអ្នកគ្រាន់តែជាអ្នកឡាយញ៉ាំអាហារតាមមានសិទ្ធិអ្វីមកនិយាយខ្ញុំជាអ្នកឡាយញ៉ាំអាហារខ្ញុំញ៉ាំដោយស្មោះត្រង់ដើម្បីឲ្យមនុស្សរាប់លានអ្នកបានរីករាយជាមួយរសជាតិអាហារចុះអ្នកវិញមានអ្វីឲ្យគេចងចាំនិយាយតាមត្រង់ខ្ញុំយល់ពីអ្នកក្នុងរង្វង់នេះអ្នកដែលរស់នៅដោយការលំបាកមានច្រើនណាស់ក្រែមនេះស្រស់ណាស់អ្នកចង់សាកទេគាត់មកចូលទីនេះតាំងពីពេលណាតើគាត់ទៅអស់ហើយមែនទេហួស៊ីងអ្វីដែលអ្នកនិយាយមិញខ្ញុំមើលទាំងអស់ភរិយាខ្ញុំស្លៀកឈុតនេះស្អាតណាស់ខ្ញុំមិនដឹងថាអ្នកយកភាពជឿជាក់មកពីណាទេប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នានៅទីនេះក្នុងភ្នែកខ្ញុំមានតែនាងម្នាក់គត់បើអ្នកនិយាយចប់ហើយពិធីជប់លៀងយប់នេះបញ្ចប់ត្រឹមនេះចុះខ្ញុំភ្លានណាស់ខ្ញុំទៅញ៉ាំអាហារជាមួយគាត់សិនពាក្យសម្ដីរបស់គាត់មិនមានពាក្យអសរោះសំបីមួយម៉ាត់តែវាមានអត្ថន័យជ្រាលជ្រៅនោះម្នាក់នេះនៅឃ្លានទេនៅពាក្យដែលអ្នកនិយាយមិញពិតជាល្អណាស់វាជាការពិតអ្នកពិតជាស្អាតមែនភាពកក់ក្ដៅដែលហូរពីបំពង់កដោក្នុងចិត្តការសរសើររបស់គាត់មិនដែលដដែលឡើយក្នុងគូក្បាលខ្ញុំលែងមានពាក្យសម្ដីអាក្រក់របស់វាងម៉ាំងយ៉ាវលែងខ្វល់ពីក្រសែភ្នែកអ្នកដទៃមានតែភាពកក់ក្ដៅនៃបបរគ្រឿងសមុទ្រមួយចាននោះនិងពាក្យដែលថាភរិយាខ្ញុំស្អាតណាស់ភាពជឿជាក់បែបនោះមិនដូចការឆ្លុះប្រកែកក៏មិនដូចការសម្ដែងគាត់គ្រាន់តែនិយាយរឿងដែលគាត់គិតថាវាជារឿងធម្មតាអ្នកធ្លាប់គិតទេប្រសិនបើមានកន្លែងមួយមិនថាមានរូបរាងបែបណាមិនថាមានឋានៈអ្វីពេលចូលទៅដល់គ្រាន់តែអង្គុយញ៉ាំអាហារដោយស្ងប់ចិត្តវាតាក់ទងនឹងភោជនីយដ្ឋានមួយតាក់ទងនឹងរាត្រីនេះតាក់ទងនឹងម្នាក់ធ្លាប់ត្រូវគេមើលងាយប្រហែលជាដល់ពេលហើយបបរគ្រឿងសមុទ្រមួយចាននេះបើខាប់ជាងនេះបន្តិចទៀតគឺល្អចុះហើយលោកកំពុងលួងខ្ញុំព្រោះខ្លាចខ្ញុំអន់ចិត្តរឿងយប់មិញមែនទេខ្ញុំអន់ចិត្តអីទៅខ្ញុំតបវិញបានយ៉ាងពេញចិត្តណាស់យប់នេះខ្ញុំស្រាប់តែគិតឃើញរឿងមួយមនុស្សដូចនាងវងមេងយោមិនមែនមានតែម្នាក់ទេលើលោកនេះមានក្មេងស្រីប៉ុន្មានអ្នកដែលចូលចិត្តញ៉ាំតែមិនហ៊ានកុំងអាហារញ៉ាំឲ្យឆ្អែតនៅតាមភោជនីយដ្ឋានព្រោះខ្លាចគេមើលងាយខ្លាចគេនិយាយដើមខ្ញុំចង់បើកភោជនីយដ្ឋានមួយលោកនិយាយមែនទេពិតមែនហើយមិនគិតរឿងកាឡូរីមិនខ្វល់រឿងអាហារសុខភាពនៅមុខខាងនឹងដាក់ស្លាកថាអ្នកណាចូលមកហាមឃាត់រឿងសម្រាប់ទំគឺមិនអនុញ្ញាតឲ្យចូលក្នុងបញ្ជីមុខម្ហូបមានតែអាហារក្តៅតែញ៉ាំហើយមានអារម្មណ៍ថាមានអ្នកដែលដើរចូលមកគ្រប់គ្នាមិនថាថតឬស្គមខ្ពស់សុទ្ធតែអាចញ៉ាំអាហារបានយ៉ាងរីករាយខ្ញុំចង់ឲ្យភោជនីយដ្ឋាននេះជាកន្លែងកក់ក្ដៅសម្រាប់អ្នកស្រឡាញ់ម្ហូបអាហារគិតឈ្មោះចេញនៅបើគិតរួចរាល់ហើយទើបហៅថាពេញលេញជាក់ស្ដែងពេញលេញគឺត្រូវតែញ៉ាំឲ្យឆ្អែតញ៉ាំឆ្អែតទើបហៅថាពេញលេញសម្រាប់បានលទ្ធផលជាក់ស្ដែងលោកគិតថាខ្ញុំកំពុងស្រមើស្រមៃមែនទេខ្ញុំគិតថានេះជាពាក្យដែលឆ្ងាញ់បំផុតដែលអ្នកនិយាយយប់នេះហាហាបើបើកបានមែនខ្ញុំនឹងឲ្យបងប្អូនជីដូនមួយមកញ៉ាំមុនគេឲ្យគាត់ដឹងថាមនុស្សដែលរស់នៅដោយស្មោះត្រង់ទើបអាចញ៉ាំរបស់ដែលឆ្ងាញ់បំផុតបានព្រឹកព្រលឹមមើលអីហ្នឹងឯកសារជ្រើសរើសទីតាំងហាងយប់មិញអ្នកថាចង់បើកអីចឹងបើកទៅអ្នកមើលសិនទៅថាទីតាំងណាដែលត្រូវចាំសិនតើយើងមិនត្រូវសិក្សាទីផ្សារមុនទៅបើខាត់ធ្វើម៉េចដើមទុនខ្ញុំជាអ្នកចេញបើខាត់គឺខ្ញុំវិនិយោគបរាជ័យបើចំណេញគឺជារបស់អ្នកគ្រាន់តែសម្រេចចិត្តថាចង់ធ្វើវាអត់
ទើបតែនិយាយយកមិញនេះសោះថ្ងៃនេះមានទីតាំងរួចរាល់ហើយគាត់ធ្វើការទាំងយប់មែនទេកន្លែងនេះមិនមែនថ្លៃជាងគេទេតែមានបរិយាកាសកក់ក្ដៅបំផុតភោជនីយដ្ឋានខ្ញុំមិនមែនបើកសម្រាប់តែអ្នកមានទេខ្ញុំចង់ឲ្យអ្នកថតចូលមកញ៉ាំអាហារដោយក្ដីរីករាយរឿងជួលតូបនៅតំបន់ចាស់នោះខ្ញុំនឹងចរចាឲ្យមុនគេថ្ងៃនេះនឹងផ្ដល់ចម្លើយឲ្យអ្នកមិនខ្លាចខ្ញុំធ្វើខូចការទេឃើញអ្នកមានចិត្តស្រឡាញ់ការញ៉ាំខ្លាំងម្ល៉េះបើភោជនីយដ្ឋានមានអ្វីត្រូវខ្លាចអ្នកពិតជាល្អខ្លាំងណាស់ខំប្រឹងឡើងខ្ញុំរងចាំតែញ៉ាំបាយនៅនឹងគាត់ថាទៅញ៉ាំបាយនិយាយដូចជាខ្លួនឯងមិនមែនជាអ្នកចេញលុយអញ្ចឹងមនុស្សម្នាក់នេះតែងតែដឹងពីរបៀបធ្វើឲ្យខ្ញុំមិនមានអារម្មណ៍ថាជំពាក់គុណគាត់រំងាស់បន្តិចទៀតទៅរៀបចំបែបនេះបានហើយអ្នកនាងនេះជាមុខម្ហូបពិសេសរបស់ខ្ញុំធ្វើវា20ឆ្នាំមកហើយលោកចាន់សាច់វាទន់ល្អតែខ្លាញ់វាត្រូវបានកាត់ចេញច្រើនពេកហើយឥឡូវអ្នកណាក៏ខ្លាចខ្លាញ់ដែរខ្ញុំកែសម្រួលវាឲ្យរសជាតិស្រាលស្រទន់ជាងមុនភោជនីយដ្ឋានយើងឈ្មោះថាភាពពេញលេញមិនមែនឈ្មោះថាសម្រាប់ទម្ងន់ទេអ្នកដែលចង់ញ៉ាំសាច់ជ្រូកគឺគេចង់បានរសជាតិខ្លាំងដែលលីលំជាមួយសាច់នោះឯងវាជារសជាតិដែលគេថែរក្សារាប់រយឆ្នាំមកហើយវាជាអ្វីដែលជីដូនជីប្រើដើម្បីផ្ដល់រង្វាន់ដល់ខ្លួនឯងអត្ថន័យនៃការមានវត្តធ្វើឲ្យគេញ៉ាំដោយមិនមានអារម្មណ៍ថាខុសបើទោះបីជាក្នុងផ្ទះបាយយើងចាប់ផ្ដើមមានអារម្មណ៍យើងខុសពីភោជនីយដ្ឋានដទៃត្រង់ណាយកឲ្យខ្ញុំនឹងធ្វើវាឡើងវិញទើបត្រូវមុនបើខាងខ្ញុំស្មានថាខ្លួនឯងនឹងរឹងមាំតែពេលអង្គុយនៅទីនេះពិតប្រាកដក្នុងចិត្តទាំងរំភើបទាំងភ័យនៅពេលនេះថ្ងៃស្អែកតើនឹងមានអ្នកណាមកអង្គុយលើកៅអីទាំងនេះតើពួកគេនឹងចូលចិត្តទីនេះទេថ្ងៃនេះជាលើកដំបូងដែលខ្ញុំមានអារម្មណ៍ថាខ្លួនឯងជាម្ចាស់ហាងពិតប្រាកដគាត់តបភ្លាមថាអ្នកគឺជាម្ចាស់ហាងស្រាប់ទៅហើយមនុស្សម្នាក់នេះនិយាយអ្វីក៏ខ្លីដូចគេបោះត្រាអញ្ចឹងដល់ថ្ងៃបើកដំណើរការទីនេះប្រាកដជាពេញហើយប្រាកដជាពេញហើយគ្រឿងផ្សំសាច់3ជាន់ទឹកស៊ីអ៊ីវគ្រប់យ៉ាងពិនិត្យលើកទី8ហើយណាស្អែកបើកហាងហើយពេលនេះគួរតែទៅសម្រាប់ទៅតែខ្ញុំគេងមិនលក់ទេបើទូរស័ព្ទទៅប្រាប់គាត់ថាខ្ញុំភ័យគាត់នឹងគិតយ៉ាងណាคลิกវាទៅមកកលឹកទៅអស់ហើយទើបតែទៅសោះមិនក៏បងមកទីនេះមកតាមផ្លូវម៉ោង1រំលងអាធ្រាត្រមកតាមផ្លូវនឹងហេខ្ញុំជឿថាបងមកតាមផ្លូវចុះតែម្ហូបគ្រប់មុខដែលអូនធ្វើបងសុទ្ធតែធ្លាប់ញ៉ាំទាំងអស់ស្តង់ដាររបស់អូនខ្ពស់ជាងភោជនីយដ្ឋានណាទាំងអស់ចុះបើស្អែកអត់មានភ្ញៀវមកវិញបើអត់មានបងនឹងមកញ៉ាំ3ពេលជួយបង្កើនចំណូលឲ្យហាងអូននិយាយអ្វីឈួតបងម្នាក់ឯងអាចជួយអ្វីបានច្រើនទៅបុគ្គលិកក្រុមហ៊ុនបងក៏អាចមកញ៉ាំនៅទីនេះបានដែរបងមិនខ្លាចពួកគេវ៉ាទេហេមានម្ចាស់ហាងផ្ទាល់មកមើលការខុសត្រូវគេចង់បានណាស់មែនហើយបងមានកាដូពិសេសសម្រាប់ថ្ងៃបើកហាងអូនស្អែកអូននឹងដឹងហើយប្រាប់ឥឡូវនេះមកមិនថាស្អែកទៅជាយ៉ាងណាទេអរគុណបងដែលនៅក្បែរអូនរហូតមកមនុស្សច្រើនណាស់ពួកគេមកមែនម្ចាស់ហាងជិតម៉ោង10ហើយបើកទ្វារទៅនេះជារសជាតិដែលម៉ាក់ខ្ញុំច្រើនឆ្នាំហើយដែលមិនបានញ៉ាំគាត់យំហើយព្រោះតែសាច់ជ្រូកមួយចាននេះហើយជាមូលហេតុដែលខ្ញុំបើកហាងនេះជូនប្រហាងថ្មីរបស់លោកស្រីគោឲ្យជួបតែសំណាងល្អសូមឲ្យមានក្តីសុខជានិច្ចនេះឬកាដូដែលបងនិយាយបងនេះពិតជាល្ងងមែនម្ចាស់ហាងតូលេខ3កំពុងឡាយផ្ទាល់ថាម្ហូបយើងមានបញ្ហាអ្នកទាំងអស់គ្នាមើលប្រេងនេះចុះរអើខ្លាំងណាស់នេះមិនមែនបោកប្រាស់យកលុយទេហេអូម្ចាស់ហាងមកដល់ហើយហាងដែលបើកដោយអ្នកលេងបណ្ដាញសង្គមម្នាក់ចេះដឹងអ្វីពីរឿងសុខភាពមើលរូបរាងគាត់ទៅក៏ដឹងដែរថាគាត់ជាការផ្សាយអ្នកទាំងអស់គ្នាយល់ពីអ្វីដែលខ្ញុំខាងថ្ងៃដំបូងមានគេមកបង្កចំនួនដល់ទីនេះល្អណាស់មកបានល្អណាស់លោកអ្នកជាអ្នកលេងបណ្ដាលោកចាប់អារម្មណ៍ចង់ញ៉ាំសាច់នេះឲ្យអស់សិនទេចាំវិតម្លៃថាវាប៉ះពាល់សុខភាពឬអត់អ្នកទាំងអស់គ្នាឃើញទេខ្លាញ់ទាំងនេះញ៉ាំមួយម៉ាត់កាត់អាយុ10ឆ្នាំនេះគេហៅថាគុណភាពសុទ្ធមិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានញ៉ាំរបស់ល្អបែបនេះទេហាងដែលបើកដោយមនុស្សថតដូចអ្នកកំពុងផ្សព្វផ្សាយការញ៉ាំអាហារមិនល្អដល់សង្គមអ្នកមានមុនសិកាដែរទេខ្ញុំរកស៊ីដោយកម្លាំងញើសឈាមរបស់ខ្ញុំសុទ្ធល្អទាំងអស់ខ្ញុំថតតើវាប៉ះពាល់អ្វីដល់អ្នកមកដល់ហើយគេមកចំពេតែម្ដងគេរៀបចំគម្រោងទុកមុនទាំងអស់គូប្រជែងបានបង់ប្រាក់ចំនួន50,000យ៉នដល់លោកឆៃលេជាថ្លៃសបញ្ជីឲ្យបង្ខូចគេឈ្មោះយ៉ាងលម្អិតពេលវេលានិងចំនួនទឹកប្រាក់ខ្លឹមសារសន្ទនាគឺច្បាស់ទាំងអស់ផ្នែកច្បាប់បានប្រមូលភស្តុតាងគ្រប់គ្រាន់ហើយបើខាងថ្ងៃដំបូងក៏មានគេមកបង្កចំនួនចុងក្រោយត្រូវចាប់បានភ្លាមតើអ្នកដឹងមុនមែនទេថាមានគេមកបង្កបញ្ហាដឹងទើបអាចរៀបចំផែនការទុកមុនបានពិតមែនហើយគេដឹងរឿងនេះតាំងពីដើមដល់ចប់ឲ្យព្រះឲ្យបានស៊ីងអ្នករកលុយបានច្រើនណាស់ខែនេះចំណេញសុទ្ធច្រើនជាងពេលអ្នកធ្វើជាអ្នកលេងបណ្ដាញសង្គមដល់ទៅ3ដងពិតមែនឬអ្នកគិតលេខខុសហើយមែនទេមើលដោយខ្លួនឯងទៅសុទ្ធតែជាការសរសើរពីអតីតឥឡូវគេនិយមថាមនុស្សថតបន្តិចគឺស្អាតបំផុតដែលអ្នកស្រីគូរកបានទុកទិញនំញ៉ាំទៅ